Việc xuống mìnhศึกษาថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនទាក់ទងទៅនឹងបច្ចុប្បន្នកាលធម្មតាវេយ្យាករណ៍ភាសាអង់គ្លេសអញ្ចឹងសូមបងប្អូនសិក្សាជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងវីដេអូនេះដែរគឺបានឧបត្ថម្ភពីសាលាបង្វឹកគោលពិសេសពលឺបញ្ញាសាខាទី4រាជធានីភ្នំពេញអញ្ចឹងសាលាបង្វឹកគោលពិសេសពលឺបញ្ញាមានបង្រៀនថ្នាក់បំពន់ចំណេះដឹងទូទៅមានដូចជាភាសាខ្មែរពីមត្តេយដល់ទី12គណិតវិទ្យារូបវិទ្យាជីវវិទ្យាគីមីវិទ្យានិងអក្សរសាស្ត្រអង់គ្លេសភាសាចិននិងជំនាញកុំព្យូទ័រគ្រប់កម្រិតអូខេអញ្ចឹងបងប្អូនអាចអញ្ជើញមកចុះឈ្មោះចូលរៀនមានថ្នាក់ច័ន្ទសុក្រនិងថ្នាក់សៅរ៍អាទិត្យចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃបាទអូខេកុំឲ្យខាត់ពេលយូរសូមបងប្អូនសិក្សាជាមួយខ្ញុំទាំងអស់គ្នានេះគឺខ្ញុំដាក់ថា the present simple tense មានន័យថាបច្ចុប្បន្នកាលធម្មតានៅកន្លែងនេះណា the present simple tense បច្ចុប្បន្នកាលធម្មតា definition និយមន័យអញ្ចឹងនិយមន័យនេះគឺអំពីការប្រើប្រាស់នៅបច្ចុប្បន្នកាលធម្មតានឹងអូខេខ្ញុំអានជូន the present simple tense is used to express an action or habit in the present time គឺកន្លែងនេះគេចង់មានន័យថានិយមន័យបច្ចុប្បន្នកាលធម្មតាត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់នៅសកម្មភាពឬក៏ទម្លាប់នៅក្នុងពេលបច្ចុប្បន្នជាទូទៅនៅពេលដែលយើងប្រើប្រាស់ភាសាអង់គ្លេសយើងត្រូវដឹងពីទម្រង់ការនីមួយៗក្នុងការប្រើប្រាស់ទៅតាមពេលវេលារបស់វាហើយនឹងកិច្ចសព្ទអូខេយើងទៅមើលក្នុងរូបមន្តក្នុងនេះខ្ញុំដាក់ថា formulas ប្រែថារូបមន្តខ្ញុំមាន3ទម្រង់មានទី1 positive ប្រយោគស្របមានទី2 negative ប្រយោគបដិសេធមានទី3 question មានន័យថាទម្រង់សំណួរឬក៏ប្រយោគសំណួររូបមន្តខ្ញុំបានដាក់នៅត្រង់នេះបាទ positive ប្រែថាទម្រង់ស្របឬក៏ប្រយោគស្រប subject plus verb 1 plus object មានន័យថាប្រធានបូកជាមួយនឹងកិរិយាសព្ទបូកជាមួយនឹងកម្មពតទើបយើងអាចក្លាយទៅជាប្រយោគមួយបានហើយនៅក្នុង verb 1នេះមានន័យថាកិច្ចសព្ទហ្នឹងយើងប្រើប្រាស់នៅក្នុងកិច្ចសព្ទបច្ចុប្បន្នកាលធម្មតាខ្ញុំឧទាហរណ៍ថាយើងនិយាយពីពាក្យ speak និយាយជាកិច្ចសព្ទ verb 1ដល់យើងទៅអតីតដល់យើងដាក់ verb 2មានន័យថា spoke បាននិយាយ spoken បាននិយាយចឹងទៅអូខេចាំមើលនៅក្នុងនេះគេដាក់ថា examples ឧទាហរណ៍ខ្ញុំមាន7ប្រធានណាជាទូទៅខ្ញុំយកតែ subject pronoun មានទាំង7ហ្នឹងគឺប្រើជាមួយនឹង present simple សិនដើម្បីបងប្អូនយល់ឬក៏មិត្តអ្នកសិក្សាយល់យកទី1ខ្ញុំដាក់ថា I go to school by bus in the morning មានន័យថាខ្ញុំទៅសាលារៀនដោយជិះឡានក្រុងនៅពេលព្រឹកបាទអញ្ចឹង go នេះហើយជាកិរិយាសព្ទ verb 1ប្រើជាមួយនឹង present simple អូខេ go ឡើយនេះបាទខ្ញុំដាក់ក្រហមឲ្យ I go to school by bus in the morning ខ្ញុំទៅសាលារៀនដោយជិះឡានក្រុងនៅពេលព្រឹកអញ្ចឹងពាក្យថា in the morning នេះគឺនៅពេលព្រឹកហ្នឹងគឺជាសកម្មភាពជាទម្លាប់បាទទៅប្រយោគខាងក្រោមបាទ we study English in the university ពួកយើងរៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យឬក៏នៅក្នុងសាកលវិទ្យាល័យពាក្យថា study នេះជាកិរិយាសព្ទ verb 1បាទ English ជាកម្មបទ in the university complement of subject បាទបំពេញន័យឲ្យប្រយោគ complement of sentence ហ្នឹង we study English in the university អូខេលេខ3បាទកន្លែងនេះ you play soccer every weekend អ្នកលេងបាល់ទាត់រៀងរាល់ថ្ងៃចុងសប្តាហ៍អញ្ចឹងពាក្យ play នេះជាកិរិយាសព្ទ verb 1បាទពាក្យ you នេះជាប្រធានហើយ soccer នេះបាល់ទាត់កន្លែងនេះគឺបញ្ជាក់ពីភាពច្រំដែលនៅក្នុងការ present simple every weekend រៀងរាល់ថ្ងៃចុងសប្តាហ៍លេខ4 they do their homework every night អញ្ចឹង
ចឹងពាក្យ do នេះប្រែថាធ្វើជាកិរិយាសព្ទបាទពួកគេធ្វើកិច្ចការផ្ទះរបស់ពួកគេជារៀងរាល់យប់អូខេទី5 he teaches English very well គាត់បង្រៀនភាសាអង់គ្លេសបាទបានយ៉ាងល្អអញ្ចឹងពាក្យថា teach កន្លែងនេះគឺបង្រៀនបាទដោយសារកន្លែងនេះគឺខ្ញុំថែម es នេះមានន័យថាខ្ញុំដាក់ពណ៌ឲ្យអត់ចុះមានន័យថាកិរិយាសព្ទនេះគឺវាបញ្ចប់ទៅដោយ ch បាទ ch ដូច្នេះនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងhe she it ប្រធាន he she it គឺយើងត្រូវថែម es អញ្ចឹងរាល់កិរិយាសព្ទណាក៏ដោយដែលបញ្ចប់ខាងចុងដោយ ch នៅពេលដែលយើងប្រើប្រាស់ជាមួយ he she it នេះឬក៏បរិបទទី3អក្សរវចនៈហ្នឹងត្រូវថែម es នៅក្នុងទម្រង់ present simple he teaches English very well គាត់បង្រៀនភាសាអង់គ្លេសបានយ៉ាងល្អបាទលេខ6 number 6 she works in the night club until 2 o'clock មានន័យថា work កន្លែងនេះគឺជាកិរិយាសព្ទបាទជាង work កន្លែងហ្នឹងយើងថែម s អញ្ចឹងវាអត់បានបញ្ចប់ដោយអីទេគឺយើងថែមតែ s ទៅលើកិរិយាសព្ទហ្នឹងដោយសារប្រើប្រាស់មួយប្រធាន she he she it ហ្នឹងបរិបទទី3ហ្នឹងnight club នេះមានន័យថា club រាត្រី until រហូតដល់អូខេលេខ7 7 it rains a lot here in the rainy season មានន័យថាវាភ្លៀងខ្លាំងណាស់នៅទីនេះនៅក្នុងរដូវវស្សាអញ្ចឹង rainy season រដូវវស្សា rain ឡើងនេះជាកិរិយាសព្ទដើរតួកន្លែងហ្នឹងបាទអញ្ចឹងយើងថែម s ទៅលើវាដោយសារប្រើប្រាស់មួយ he she it អូខេខ្ញុំសូមអានឲ្យម្ដងទៀតpositive subject plus verb 1 plus object examples បាទឧទាហរណ៍ចង់ជាប់មាត់ I go to school by bus in the morning we study English in the university you play soccer every weekend they do their homework every night he teaches English very well she works in the nightclub until 2 o'clock it rains a lot here in the rainy season អូខេនេះគឺជាទម្រង់ប្រយោគស្របឥឡូវខ្ញុំយកប្រយោគទាំង7ហ្នឹងយកមកបង្កើតជាទម្រង់ប្រយោគបដិសេធអញ្ចឹងទាំងអស់គ្នាមើលនៅកន្លែងនេះខ្ញុំដាក់ថា negative ប្រយោគបដិសេធ subject plus do does plus not plus verb 1 plus object ជាទូទៅនៅក្នុងទម្រង់ present simple ដែលខុសពីទម្រង់កិរិយាសព្ទពិសេសកិរិយាសព្ទខុសពី am is are ហ្នឹងយើងយក do does ដើម្បីបង្កើតជាប្រយោគសំណួរនិងប្រយោគបដិសេធអញ្ចឹង do does នេះជាកិរិយាសព្ទ auxil ហើយយើងបូកជាមួយនឹង not បាទដើម្បីបង្កើតវាជាទម្រង់បដិសេធអូខេអញ្ចឹងយើងមើលនៅក្នុងនេះ examples ឧទាហរណ៍អញ្ចឹង I យើងប្រើជាមួយនឹង don't អូខេ I don't ហើយនេះណាអញ្ចឹង don't នេះមកពីពាក្យថា do បូកនឹង not អានថា do not អញ្ចឹងយើងយក I បូកមួយ don't មក I don't go to school by bus in the morning ដោយប្រែថាខ្ញុំមិនទៅសាលារៀនដោយជិះឡានក្រុងទេជារៀងរាល់ព្រឹកនោះបាទអញ្ចឹង go នេះនៅដដែល we យើងប្រើមួយ don't បាទ sorry we យើងប្រើមួយ don't បាទ we don't study English in the university មានន័យថាពួកយើងមិនរៀនភាសាអង់គ្លេសទេនៅក្នុងសាកលវិទ្យាល័យបាទពួកយើងមិនរៀនភាសាអង់គ្លេសនៅក្នុងសាកលវិទ្យាល័យទេបាទបែបនេះក៏បានលេខ3 you ក៏យើងប្រើមួយ don't ដែរបាទមកពី do not ហ្នឹង you don't play soccer every weekend បាទអ្នកមិនលេងបាល់ទាត់ជារៀងរាល់ថ្ងៃចុងសប្តាហ៍ទេបាទ they ក៏ប្រើមួយ don't ដែរ auxil វា they don't do their homework every night ពួកគេមិនធ្វើកិច្ចការផ្ទះរបស់ពួកគេជារៀងរាល់យប់ទេបាទឯ he she it នេះគឺយើងប្រើជាមួយនឹងខ្ញុំដាក់ពណ៌នេះចុះបាទយើងប្រើជាមួយ doesn't វិញម្ដង doesn't ហ្នឹងមកពីពាក្យថា does បូកនឹង not អូខេអញ្ចឹងកន្លែង tick នេះកិរិយាសព្ទកន្លែងនេះគឺយើងលុប es ចេញនៅខាងលើវាមាន es បងប្អូនឃើញទេតែមកដល់កន្លែងនេះគឺយើងលុប es ចេញមូលហេតុអីបានយើងលុប es ចេញដោយសារតែកន្លែងនេះជា auxil កន្លែង doesn't នេះ auxil យើងទិញ doesn't ហើយកន្លែងកិរិយាសព្ទលុប s ឬក៏លុប es ចេញទៅបាទ